ហ្នឹងហើយខ្ញុំ demo របៀប install config Mumu version ថ្មីអញ្ចឹង version ចាស់ឥឡូវវារៀង error load ញ៉ៃដោយសារវាចេញ version ថ្មីទៅវាទាមទារយើង update version ហ្នឹងហើយអញ្ចឹងឥឡូវយើងអាច update ទៅ version ថ្មីបានអញ្ចឹងរបៀប config វារៀងញ៉ៃជាងមុនបន្តិចតែអាច follow តាមវីដេអូខ្ញុំទៅធ្វើបានហ្នឹងហើយទី1បើសិនជាករណីកុំព្យូទ័រយើងមាន Mumu ហើយយើងត្រូវ uninstall វាចោលសិនកុំឲ្យវាមានជាប់ data ចាស់ចូលទៅ uninstall Mumu នឹងហើយចាំយើងចូលទៅ download file របស់វាអញ្ចឹង file ខ្ញុំនឹងដាក់នៅលើ website ដដែលទេចូលទៅ website family.me ហ្នឹងទៅតមកទៀតយើង scroll ចុះក្រោមឬក៏ចុច like download នេះក៏បានដែរអញ្ចឹង file វានៅកន្លែងដដែលយើងចុចអាពីរហ្នឹងទៅអានេះ Mumu installer ហ្នឹងសម្រាប់ file install មួយនេះខាងស្ដាំនេះ Mumu import នេះសម្រាប់ file import ហ្នឹងហើយចុច download ទាំងពីរហ្នឹងមកហើយ copy file ហ្នឹងយកមកដាក់ណាក៏បានដែរអញ្ចឹងពី file ហ្នឹងខ្ញុំ copy យកមកដាក់ក្នុងនេះឲ្យស្រួលមើលអញ្ចឹងវាមាន file នេះពីរនេះអញ្ចឹងយ៉ាត់ច្រឡំមួយអាចាស់យើងលុបចោលទៅអញ្ចឹងអាថ្មីនេះ V2 ហើយ file install នេះ 5.0.9 អញ្ចឹងយើង download ហើយយើងបើកវាមកហ្នឹងហើយបើកហើយចុច install មកហ្នឹងហើយឥឡូវ install ហើយយើងគ្រាន់តែចុចខ្វែងលេខនេះមកបើ load message អានេះខ្វែងវាមកវាចេញអានេះហើយ device ទី1ហ្នឹងហើយអញ្ចឹងតមកទៀតយើងត្រូវ import file ដែល download មកហ្នឹងនេះអញ្ចឹងមាន2នេះ file មួយនេះយើងត្រូវ import file មួយនេះអញ្ចឹង file ហ្នឹងយើងនៅណាយើង copy path វាមកស្រួលរហ select មក copy path បន្តមកទៀតយើងចុចខាងស្ដាំនេះចុច3នេះចុចមកយកពាក្យ backup restore នេះហើយយើងចុចខាងក្រោមយក restore ហើយយើងទៅ select file មិញហ្នឹងនេះចុចលើហ្នឹងមកអញ្ចឹងវានឹង restore file ហ្នឹងចូលហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងហើយយើងត្រូវ clone មកយើងចង់បានប៉ុន្មានយើងចង់ប្រើប៉ុន្មាន device យើង clone មកនេះយើងចុចលើអា mouse ស្ដាំចុច3ហ្នឹងដដែលយើងចុច copy ហ្នឹងស្មើនឹង clone អញ្ចឹងយើងចង់បានប៉ុន្មានយើងចង់ប្រើប៉ុន្មាន5 device យើង clone 5 device មកយើងចង់ប្រើ2យើង clone តែ2មកប៉ុន្តែបញ្ជាក់ឡើងហ្នឹងកន្លែងហ្នឹងយើងអត់ទាន់ config root ដូច version ចាស់ទេកាល version ចាស់យើង config តែអា main យើងមួយយើងអាច clone ពីអា main ដើមហ្នឹងយើងអាចប្រើបានប៉ុន្តែអា version ថ្មីនេះអត់កើតទេធ្វើចឹងដាក់កើតទេខ្ញុំតែហើយអញ្ចឹងយើង clone ប៉ុណ្ណាយើងត្រូវ config អា root ហ្នឹងទាំងអស់ហ្នឹងឥឡូវខ្ញុំតែ demo 2យើង clone 2អញ្ចឹងអាហ្នឹងយើងចង់ប្រើប៉ុន្មានប្រើទៅយើង clone ប៉ុណ្ណឹងមកអញ្ចឹងឧទាហរណ៍ខ្ញុំចង់ប្រើ2ចេះខ្ញុំ clone ហើយខ្ញុំបើកវាសិនត្រូវ config វាសិនបានវាដើរដូចអញ្ចឹងទេអត់ដើរទេហ្នឹងហើយអញ្ចឹងពេលដែលបើកចេញហើយយើងចូលដល់ app ឆ្កែហ្នឹង app magic របស់វាហ្នឹងហើយបន្តមកទៀត version ជាករណីវា load អា message នេះយើងយកខាងក្រោម remember ហើយយើងចុច allow មកហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺយើងមើល like NA នេះកន្លែងខាងលើ install ហ្នឹងយើងមើលតែលើបានអាខាងក្រោមនេះយើងបាច់មើលទេអញ្ចឹង NA ហ្នឹងបានន័យថាយើងអត់ទាន់ config វាទេយើងអត់ទាន់ install អា magic root ហ្នឹងទេអញ្ចឹងយើងត្រូវចុច install អញ្ចឹងកន្លែងហ្នឹងបើសិនជា version ចាស់មុនយើង config តែមួយយើងអាច clone ទៅប្រើហ្មងអានេះ version នេះយើងចង់ clone ប៉ុណ្ណាយើងត្រូវ config អញ្ចឹងទាំងអស់ហ្នឹងហើយខុសគ្នាតែប៉ុណ្្នឹងឯងហ្នឹងហើយកន្លែងនេះបើសិនជាករណីយើងចុច install មកយើងអត់មាន3 option ដែលយើងរើយើងខ្វែងវាចុចខ្វែង app ហ្នឹងចោលបិទ app ហ្នឹងចោលយើងចូលសារថ្មីនេះឃើញអត់ពេលដែលអត់ឃើញយើងបិទហើយយើងចូលមកសារថ្មីយើងយកទី3ចុច install មកអញ្ចឹង install ចប់យើងគ្រាន់តែខ្វែងហើយបើកឡើងវិញគឺវាស្គាល់ហើយវាដើរតែប៉ុណ្្នឹងហើយហ្នឹងហើយយើងចង់ច្បាស់ថាវាដើរអត់យើងចូលមកសារថ្មីមកឃើញ like install វា load version បានន័យថាប៉ុណ្្នឹងបានហើយយើង config តែប៉ុណ្្នឹងយើងអាចប្រើបានអាខាងក្រោម NA នេះយើងបាច់ខ្វល់ទេចេញយើងមើលតែលើបានហើយហ្នឹងហើយបន្តមកទៀតតើតើមួយ file transfer file share folder ហ្នឹងយើងត្រូវដូរបើសិនជាករណីយើងយកទៅផុសរៀបផុស image ផុសអីហ្នឹងយើងត្រូវទៅដូរអាហ្នឹងបានវាដើរត្រូវមួយ tool ព្រោះដោយសារ Mumu ហ្នឹងវាអត់ដូច LD ទេដោយសារ Mumu ពេលដែលបញ្ចូលវីដេអូទៅនៅក្នុង device ណាមួយគឺវាចេញវីដេអូហ្នឹងគ្រប់ device ហ្នឹងទាំងអស់អញ្ចឹងតម្រូវតើតាយើង change អា file transfer ហ្នឹងបានវីដេអូឬក៏រូបភាពអីវាចេញខុសៗគ្នាតាម device បើអត់ដូរទេយើងផុសបានតែ device ណាមួយទេ device ផ្សេងយើងផុសអត់ចេញទេហ្នឹងហើយអញ្ចឹងរបៀបដូរវាយើងបង្កើត folder មួយមកយើងចូលទៅក្នុង folder ណាក៏បានដែរបង្កើតឥឡូវខ្ញុំដាក់នៅក្នុងវីដេអូនេះដាក់តាមខ្ញុំក៏បានដែរចូលទៅក្នុងអា folder វីដេអូនេះបង្កើត folder វាមកអញ្ចឹងកុំឲ្យញ៉ៃញ៉ៃយើងបង្កើត folder ក្រៅមួយដាក់ Mumu អញ្ចឹងនៅក្នុង folder Mumu ហ្នឹងយើងបង្កើត Mumu 1 Mumu 2អញ្ចឹងទៅអញ្ចឹងយើងមានប៉ុន្មាន device យើងត្រូវបង្កើត config វាអញ្ចឹងទាំងអស់បើថាយើងមាន3យើងបង្កើត3មកហ្នឹងហើយនេះអញ្ចឹងរបៀបដូរវាយើងគ្រាន់តែចុច Alt 3យក more tool ហើយ share folder ហើយ change នេះហើយទៅ select អា folder ហ្នឹងមកហ្នឹងហើយ select វាមកចុច save ចុច select មកចុចហើយ restart ហើយ device ទី2ធ្វើអញ្ចឹងដូចគ្នានិយាយទៅមានប៉ុន្មាន device គឺធ្វើអញ្ចឹងទាំងអស់ធ្វើម៉េចឲ្យ folder ហ្នឹងខុសៗគ្នាបានអាចយកទៅផុសបានតែបើសិនជាយកមកប្រើ active ប្រើអីទេ
បាច់ដូរអាហ្នឹងក៏បានដែរអាហ្នឹងមកកាក់ណាយើងប្រើ tool ត active ឬក៏អីចឹងណាហ្នឹងហើយចឹងដូរចឹងមកតែប៉ុណ្្នឹងទៅបានហើយហើយ path folder របៀបយកទៅដាក់នៅលើ tool យើងបិទសិនមកចឹងយើងបើក shortcut វាទៅមូនៅណាអូនេះមូ player ហ្នឹងហើយអានេះ shortcut វាចឹងមកស្ដាំយកពាក្យនេះ open file location នេះចឹង path វាយើង copy នៅលើ select លើនឹងមួយហើយយើង copy មកស្ដាំមក copy យកទៅដាក់នៅក្នុង tool មកចឹង tool យើងដាក់នៅ like setting ទៅតែទេចឹង path វាចូលមកចុច load មកគឺវាស្គាល់ហើយតែនេះ version ចាស់ខ្ញុំចាំខ្ញុំ fix បន្ថែមអត់អីទេខ្ញុំអត់បាន update ហ្នឹងហើយចឹងដូចជាមានតែប៉ុណ្្នឹងរបៀប config មួយធ្វើតាមខ្ញុំចឹងទៅប្រើបានហើយហ្នឹងហើយចឹងមានតែប៉ុណ្្នឹង